អ្នកបរោះអើយបើអ្នកអាណិតខ្ញុំនឹងតបគុណអ្នកជាខ្សែចងឯងដំបងវាឯងនឹងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបច្ចាមិត្តពីណាមកប្រមាថឲ្យតែខ្សែនេះទៅចងដំបងក៏វាបច្ចាមិត្តនោះស្លាប់វិនិច្ឆ័យអន្តរាយអស់ឯឆ្នាំងនេះបើឃ្លានអាហារចំណីហើយនឹកចង់បរិភោគចំណីអ្វីប្រាប់ឆ្នាំងនេះថាឆ្អិនឡើងអញស៊ីក៏ឆ្អិនឯងបានបរិភោគមិនដាច់ឡើយបរោះឮដូចនេះក៏និយាយថាបើដូច្នោះយាឯងឲ្យមកឯងសិនមកសំអញលែងឯងយាក៏ហុចប្រដាប់ទាំងអស់ឲ្យបរោះនោះក៏ទទួលយកវត្ថុទាំងនោះហើយលែងយាទៅយាក៏ហោះទៅលំនៅឋានវាវិញលុះព្រឹកឡើងបរោះនោះក៏និយាយប្រាប់នាយសំពៅថានាយសំពៅអើយកាលពីយប់មិញមានយាមួយមកគិតនឹងស៊ីយើងរាល់គ្នាកុំតែបានខ្ញុំវាស៊ីអស់ទៅហើយបើអ្នកនាយសំពៅមិនជឿខ្ញុំសូមមើលសំណុកយាដែលវាសោកខ្ញុំមានខ្សែចងឯងដំបងវាឯងឆ្នាំងឆ្អិនឯងនាយសំពៅលឺដូចនេះសួរថាណ៎ឯណាបងអូនយកមកឲ្យបងមើលបន្តិចមើលបរោះនោះហេតុតែជាមនុស្សត្រង់ក៏យករបស់ទាំងអស់នោះមកបង្ហាញនាយសំពៅឃើញរបស់ទាំងនោះនឹកថារបស់នេះមានតម្លៃឥតស្ដេចណានិមឺនណាមានឡើយបរោះនោះមានសំណាងខ្ពស់អ្វីម្លេះបានទ្រព្យទាំងអស់នេះនាយសំពៅនឹកទៀតថាបរោះនេះល្ងងឆោតណាស់អញគិតបញ្ឆោតឲ្យឡើងកោះហើយអញបើកសំពៅទៅចោលអញយកទ្រព្យនោះទាំងអស់នាយសំពៅគិតដូចនេះហើយក៏និយាយថាប្អូនណាឲ្យទ្រព្យទាំងអស់នោះមកបងជួយរក្សាទុកឲ្យណាត្បិតអីប្អូនឯងនេះគ្មានហឹបដាក់ទេបរោះគិតស្មានថានាយសំពៅទុកឲ្យតាមត្រង់មិនដឹងថាជាគំនិតទុច្ចរិតនោះឡើយហើយយករបស់ទាំងអស់នោះប្រគល់ទៅឲ្យនាយសំពៅទាំងអស់នាយសំពៅក៏បើកសំពៅទៅដល់ចុងកោះមួយមានដើមល្វាមួយដើមដុះនៅទីនោះលុះបើកសំពៅទៅដល់នាយសំពៅឲ្យចាប់ដើមល្វានោះជាប់ហើយនាយសំពៅនិយាយទៅនឹងបរោះនោះថាបងចង់ឲ្យប្អូននេះឡើងបេះផ្លែល្វាស៊ីបរោះលឺនាយសំពៅប្រើក៏ឡើងបេះផ្លែល្វានាយមិនដឹងថាគេនឹងចេញសំពៅទៅចោលសោះឡើយនាយសំពៅចង្អុលថានោះប្អូនឡើងទៅនំមេឃមួយនោះប្អូនបេះចង្កំធំមួយនោះឲ្យបងណាបរោះនោះក៏ឡើងទៅលើមេឃនោះនាយសំពៅក៏ឲ្យកូនចៅច្រានសំពៅបើកចោលបរោះនោះទៅបរោះស្រែកហៅឲ្យគេមកយកក៏គេពុំព្រមមកបរោះគិតថាអញគេបញ្ឆោតឲ្យអញឡើងដើមល្វាទេតាហើយគេនឹងចេញសំពៅទៅចោលគេគិតយករបស់អញហើយគេទុកអញឲ្យស្លាប់នៅទីនេះតែម្នាក់ឯងបើនឹងស្លាប់នឹងរស់ឲ្យតែឆ្នាំងឆ្អិនឯងមកទៅបានហើយវាគ្រាន់នឹងឲ្យចំអិនបាយចំណីស៊ីតម្រាំមានសំពៅគេមកនឹងសុំដោយសារគេទៅឥឡូវបាយក៏អត់សម្ពុតដណ្ដប់ក៏គ្មានសមនឹងស្លាប់នៅទីនេះហើយបរោះនោះនឹកអាណិតអាត្មាក៏យំសោកលុះយប់មានជ្រូកមួយតែងតែមកស៊ីផ្លែល្វាទុំជ្រូកនោះមានកែវពំដើរលើទឹកបានលុះអត្រិតស្ងាត់ជ្រូកនោះពំកែវដើរលើទឹកមករើសផ្លែឈើស៊ីបរោះនោះឃើញជ្រូកដាក់កែវនៅគល់ល្វាក៏បេះផ្លែល្វាចោលទៅឆ្ងាយឲ្យជ្រូកនោះតាមទៅស៊ីខ្លួននឹងឆក់យកកែវជ្រូកនោះហេតុតែកសលបរោះនោះត្រូវមានបុណ្យបណ្ដាលឲ្យជ្រូកនោះស៊ីឆ្ងាយពីកែវបរោះនោះក៏សម្រត់ចុះមកឆក់កែវជ្រូកបានរត់ចេញទៅខំដើរទៅទាំងយប់លុះព្រឹកទៅតាន់សំពៅស្រែកហៅថាអ្នកនាយសំពៅចាំខ្ញុំផងនាយសំពៅលឺមាត់បែរទៅមើលឃើញស្គាល់ថាជាបរោះក៏មូក្តោងជប់ចាំបរោះទៅដល់ឡើងលើសំពៅនិយាយថាអ្នកបងនាយសំពៅមិនគួរចិត្តអាក្រក់សោះមកចោលខ្ញុំឲ្យខ្ញុំស្លាប់កណ្ដាលសមុទ្រកុំតែកសោខ្ញុំមានកុំអីនោះស្លាប់បាត់បង់អាសាតែម្នាក់ឯងហើយនាយសំពៅឆ្លើយដោះសារប្អូនបងស្មានតែប្អូនចុះមកខាងក្បាលសំពៅទៅហើយបងមិនមានកំណត់ចង់មកចោលប្អូននោះទេ
ហើយនេះសំទៅថាអូនបានអីក៏ដើរលើទឹកបានបរោះនោះថាខ្ញុំញ៉ាំកែវជ្រូកបានជាខ្ញុំអាចដើរលើទឹកបាននេះសំទៅហេតុតែមានចិត្តអកតញ្ញូក៏ថាប្អូនឲ្យមកបងទុកឲ្យបរោះនោះគិតឃើញថានេះសំទៅនេះវាគិតបញ្ឆោតអញទៀតហើយក៏និយាយថាសូមអ្នកនេះសំទៅយករបស់ទាំងអស់នោះមកឲ្យខ្ញុំសិនខ្ញុំប្រមូលឲ្យមូលសំជូនទៅវិញត្បិតរបស់នេះមិនមានប្រយោជន៍អីដល់ខ្ញុំទេគង់តែជូនឲ្យអ្នកទាំងអស់ហ្នឹងនេះសំពើឮដូច្នោះនឹកថាបរោះនេះជាមនុស្សល្ងងគង់តែបានមកដៃរបស់គេទាំងអស់ក៏យកខ្សែចងដំបងវាឯងឆ្នាំងឆ្អិនឯងនិងផាឌិបមួយត្បូងព្រមទាំងខោអាវបរោះទទួលរៀបវិចសពគ្រប់ក៏សំពះលានាយសំពៅចុះពីលើទឹកទៅនាយសំពៅនឹកស្ដាយក្រោយដោយមិនចេញស្ដីមួយម៉ាត់បរោះខំដើរដោយអំណាចកែវផ្លូវដើរ7យប់បរោះដើរតែមួយថ្ងៃទល់ប្រលប់ដល់ផ្ទះលុះបរោះទៅដល់ផ្ទះក៏ស្រែកហៅប្រពន្ធថានាងអើយនាងបើកទ្វារឲ្យបងផងបងមកដល់ហើយឯប្រពន្ធជាស្រីអាក្រក់ផិតប្តីកំពុងតែដេកអោបសាហាយឮមាត់ប្តីធ្វើជាថានរណាហៅអីហ្នឹងប្តីអញមិននៅទេកុំមកធ្វើហៅអញបរោះឮប្រពន្ធថាដូច្នោះនឹកថាប្រពន្ធត្រង់នឹងខ្លួនក៏ឆ្លើយថាបងមកហើយនាងប្រពន្ធថាអូអ្នកទេខ្ញុំគិតថាមនុស្សប្តីផ្ដាស់វាហៅខ្ញុំហ្នឹងណាហើយនាងនោះក៏និយាយទៀតថាអ្នកចាំខ្ញុំអុចចន្លោះសិនណាតែនាងនោះបណ្ដោះសាហាយឲ្យចេញចាកពីផ្ទះនោះបរោះក៏ជីកដីក្រោមមាត់ចណ្ដាលកប់ខ្សែចងដំបងវាឯងឆ្នាំងឆ្អិនឯងរួចលុបដីនោះទៅនាងជាប្រពន្ធនៅពេលដែលបណ្ដោះសាហាយរួចក៏អុចចន្លោះចុះមកទទួលប្តីដើម្បីឡើងទៅលើផ្ទះរៀបចំបាយទឹកឲ្យប្តីស៊ីរួចនាងជាប្រពន្ធក៏នាំប្តីចូលដំណេកពេលចូលដំណេកនាងជាប្រពន្ធក៏និយាយថាអ្នកទៅស្រុកចិនបានអ្វីផ្ញើខ្ញុំទេបរោះជាប្តីប្រាប់ប្រពន្ធថាបងគ្មានបានអីទេបងប្រុសរបស់បងគាត់ឲ្យតែខោមួយនិងផាឌិបមួយត្បូងនាងនោះធ្វើជាយំស្រែកថាមិនមែនទេអ្នកកុហកខ្ញុំហើយមិនដែលណាទៅដល់ផ្ទះបងហើយបងនោះក៏ជាអ្នកមានទៀតបែរជាឲ្យតែផាឌិបមួយត្បូងខោមួយដូចនេះទេបរោះនឹកពាក្យគ្រូផ្ដាំថាចូលដំណេកកុំនិយាយនឹងប្រពន្ធក៏បរោះនោះថាណាហើយនាងចាំព្រឹកសឹមខ្ញុំប្រាប់ឯសាហាយនាងនោះវាលបស្ដាប់ក្រោមផ្ទះហើយនាងនោះចេះតែសួរប្តីទៀតបរោះនោះស្មានថាប្រពន្ធចិត្តត្រង់នឹងខ្លួនក៏អាណិតប្រពន្ធនឹកចង់ប្រាប់តែក្រែងខុសនឹងបណ្ដាំគ្រូក៏រីរែកក្នុងចិត្តដល់ពេលនាងនោះចេះតែទទូចសួរបរោះក៏ភ្លេចដល់យល់ឃើញថាយប់នោះស្ងាត់នឹងដោយមិនដឹងថាសាហាយប្រពន្ធនោះនៅក្រោមផ្ទះលុះព្រឹកឡើងបរោះនោះទៅរករបស់នោះក៏បាត់អស់ឃើញតែស្នាមបរោះនោះមិនចេញស្ដីដោយដឹងច្បាស់ថាប្រពន្ធមានសាហាយក៏ធ្វើគ្នាងដាក់ចណ្ដាលយកខ្សែអូសទៅប្តឹងចៅក្រមទទួលជំរះក្តីហើយក៏ពិចារណាសួរថាចិន្តាឯងនេះទទួលបញ្ញាបរោះនោះម្ដេចឯងឲ្យមនុស្សលួចរបស់គេអស់ចៅក្រមហេតុតែជាអ្នកឥតប្រាជ្ញាមិនយល់ការរាក់ជ្រៅអាចកំបាំងក៏បបួលគ្នាសើចនឹងបរោះនោះស្ដីឲ្យបរោះនោះថានាំបង្កើតក្តីថាបរោះឯងឈួតគ្មានជីដូនជីតាណាគេកាត់ក្តីនឹងចណ្ដាលដោយចៅឯងនេះទេចៅឯងទៅរកនរណាគេជំរះឲ្យចុះបរោះនោះក៏ចងចណ្ដាលអូសចូលទៅក្នុងព្រះបរមរាជវាំងពេលនោះជួនជាស្ដេចទ្រង់ចេញប្រថាប់នៅចុងព្រះបរមរាជវាំងទ្រង់ក៏ទតឃើញស្ដេចទ្រង់ឲ្យអាមាត្យរត់ទៅហៅបរោះនោះមកទ្រង់មានបន្ទូលសួរបរោះនោះថាដំណើរដូចម្ដេចបានជាអ្នកដាក់គ្នាងចណ្ដាលហើយចង់អូសដូច្នោះតើមកពីហេតុអ្វីបរោះនោះក៏ក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោសដើមឡើយទូលព្រះបង្គំបានយករបស់ទៅជីកកប់ក្រោមចណ្ដាលនេះ
ផ្ញើនឹងចណ្ដើឲ្យរក្សាទុកឲ្យចណ្ដើនេះឲ្យមនុស្សលួចរបស់អស់បានជាទូបង្គំពុំសុខចិត្តនឹងចណ្ដើនេះស្ដេចក៏មានបន្ទូលថារបស់អីខ្លះបរិះនោះក៏ក្រាបទូលថាខ្សែចងឯងដំបងវាយឯងឆ្នាំងឆ្អិនឯងកែវដើរលើទឹកបានស្ដេចទ្រង់ជ្រាបទ្រង់ឲ្យបរិះយកចណ្ដើនោះមកថ្វាយព្រះអង្គឲ្យអាមាត្យយកទុកហើយទ្រង់មានព្រះរាជបន្ទូលថាប្រពន្ធចៅឯងមានសហាយចៅឯងនៅនឹងយើងចុះទ្រង់ក៏បរិយាទានសម្ពុតអាវមួយឲ្យបរិះនោះស្លៀកពាក់បរិះនោះក៏នៅគល់បម្រើស្ដេចប្រមាណជា3ថ្ងៃស្ដេចទ្រង់បរិយាទានព្រះភូសាឲ្យបរិះនោះទ្រង់ផ្ដាំថាចូលឯងយកសម្ពុតដែលយើងឲ្យនេះទៅផ្ទះបើមានគេបបួលថាឲ្យមកមើលរបាំឯងក៏មកឯងឲ្យតែសម្ពុតអស់នេះទៅប្រពន្ធឯងស្លៀកពាក់រួចឲ្យគេមកមើលរបាំចុះបរិះនោះទទួលព្រះរាជអង្ការហើយក៏ថ្វាយបង្គំលាវិលត្រឡប់ទៅផ្ទះវិញទៅដល់ផ្ទះនាងជាប្រពន្ធឃើញប្តីបានសម្ពុតល្អធ្វើរឹកហាក់ដូចជាស្រឡាញ់ប្តីណាស់លុះព្រឹកឡើងស្ដេចឲ្យជាវាយកងថាឲ្យអស់អាណាប្រជានរាស្ត្រទាំងអស់ទៅមើលរបាំត្បិតស្ដេចចាត់ចែងរបាំឲ្យអស់រាស្ត្រមើលអស់អ្នកស្រុកក៏បបួលគ្នាទៅមើលល្ខោនប្រហឹងអើងកងនាងជាប្រពន្ធបរិះនោះក៏បានបបួលបរិះនោះថាអ្នកទៅមើលល្ខោននឹងគេអីបរិះនោះក៏ឆ្លើយនឹងប្រពន្ធថានាងទៅចុះនាងយកសម្ពុតនេះស្លៀកហើយទៅមើលនឹងគេចុះខ្ញុំមិនទៅទេនាងនោះពេលឮប្តីឲ្យសម្ពុតទៅស្លៀកមើលរបាំនឹងគេនឹកអស់ណាស់ចង់យកទៅឲ្យសហាយវាស្លៀកត្បិតអីប្តីនាងមិនទៅមើលទេនាងនោះបានសម្ពុតក៏រលះរលាំងចុះដើរទៅស្កាត់រកសហាយឃើញហើយក៏ឲ្យសម្ពុតនោះទៅសហាយស្លៀករួចបណ្ដាលគ្នាទៅក្នុងព្រះបរមរាជវាំងចូលទៅមើលល្ខោនទន្ទឹមគ្នាស្ដេចទ្រង់ឲ្យទាហានក្រុមវាំងដើរល្បាតមើលបើឃើញនរណាស្លៀកសម្ពុតដែលទ្រង់បរិយាទានឲ្យទៅបរិះនោះទ្រង់ឲ្យហៅមកទាំងប្រុសទាំងស្រីអស់ពួកទាហានក្នុងវាំងបានហៅនាងនិងសហាយនាងនោះមកថ្វាយស្ដេចទ្រង់ទៅឃើញមិនមែនបរិះនោះទ្រង់ក៏ឲ្យទាហានទៅហៅបរិះនោះទៀតដើម្បីទ្រង់សួរឯណាប្រពន្ធចៅឯងបរិះនោះក្រាបទូលថានាងនេះហើយជាប្រពន្ធទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់មានព្រះបន្ទូលថាចុះប្រុសនេះចៅឯងស្គាល់ទេបរិះនោះក៏ក្រាបទូលថាមិនស្គាល់ទេទានស្ដេចទ្រង់ឲ្យយកសម្ពុតកញ្ចាស់មកឲ្យសហាយនេះផ្លាស់សម្ពុតថ្មីចេញហើយទ្រង់សួរថាសម្ពុតនេះចៅឯងបានមកពីណាអាសហាយនោះផិតភ័យពេកក៏ក្រាបទូលថានាងនោះឲ្យទូលព្រះបង្គំជាខ្ញុំស្លៀកឯងលួចប្រពន្ធបរិះនេះមែនទេអាសហាយក៏ក្រាបទូលថាទូលព្រះបង្គំជាខ្ញុំលួចមែនទ្រង់សួរថាឯងលួចរបស់ដែលបរិះនេះគេកប់ក្រោមចណ្ដាលមែនទេអានោះក្រាបទូលថាមែនស្ដេចទ្រង់ឲ្យបណ្ដាលបរិះជាសហាយនោះទៅយករបស់ទាំងនោះមកវិញទ្រង់សួរទៅបរិះនោះថារបស់នេះជារបស់ចៅមែនទេបរិះនោះក៏ក្រាបទូលថានឹងហើយណាហើយសូមទ្រង់អភ័យទោសវាឲ្យវាយកគ្នាជាប្តីប្រពន្ធចុះស្ដេចនឹងនិមឺនកោតចិត្តបរិះនោះជាខ្លាំងណាស់បរិះយករបស់ទាំងអស់ថ្វាយស្ដេចដោយក្រាបទូលថាខ្សែនិងដំបងនេះបើមានបច្ចាមិត្តមកយីសូមទ្រង់ប្រើខ្សែនេះឲ្យចងដំបងវាបច្ចាមិត្តនោះស្លាប់វិនិច្ឆ័យអស់បានឯឆ្នាំងនេះបើទ្រង់សពព្រះតីនិងព្រះស្ងោយអ្វីគ្រាន់តែទ្រង់ប្រាប់ថាឆ្នាំងឆ្អិនឡើងព្រះស្ងោយនោះក៏ឆ្អិនដោយព្រះរាជហារតីកៅជ្រូកនេះទៀតសោតបើទ្រង់សពព្រះរាជហារតីយាងលើទឹកក៏យាងបានស្ដេចនៅក្នុងព្រះតីថាទ្រព្យទាំងអស់នេះជាទ្រព្យមានតម្លៃ
នឹងរកទ្រព្យអ្វីឲ្យស្មើនឹងតម្លៃរបស់បរិះនេះគ្មានទោះជាខ្លួនអញក្តីមហេសីក្តីបុត្រីក្តីទាំងទ្រព្យពេញនគរក្តីក៏ពុំស្មើនឹងបរិះនេះដែរហើយទ្រង់មានព្រះបន្ទូលទៅបរិះនោះថាយើងគ្មានអ្វីតបថ្លៃទៅចៅទេមានតែបុត្រីមួយនឹងរាជសម្បត្តិយើងនឹងលើកឲ្យជាការតបស្នងជាមួយនឹងទ្រព្យរបស់ចៅបុរសនោះក្រាបទូលថាសូមទ្រង់ព្រះមេត្តាប្រោះទូលព្រះបង្គំជាខ្ញុំជាមនុស្សកំសត់ពុំប្រាថ្នារាជសម្បត្តិនិងព្រះរាជបុត្រីក្រោមល្អងធូលីរបស់ព្រះបាទទេបាទទ្រង់ព្រះមេត្តាប្រោះសូមព្រះរាជទានតែកំបិតបន្ទោះមួយចុះស្ដេចទ្រង់ជ្រាបដូច្នោះទ្រង់មានព្រះបន្ទូលឲ្យជាងយកដៃដាប់ហាប់ទៅសិតធ្វើជាកំបិតបន្ទោះមួយកំបិតបន្ទោះនោះយកក្តារដាក់ត្រួត7ជាន់គ្រាន់តែអូសក៏ដាច់ដោយមិនដឹងខ្លួនទ្រង់ឲ្យធ្វើស្រោមដាក់ហើយទ្រង់ព្រះរាជទានទៅបរិះនោះដោយហេតុស្ដេចព្រះរាជទានព្រះរាជបុត្រីនិងរាជសម្បត្តិបរិះនោះមិនយកទៅយកកំបិតបន្ទោះដងមួយបានជាអ្នកស្រុកគេសន្មតហៅថាចៅកំបិតបន្ទោះដងមួយតាមហេតុនោះចៅកំបិតបន្ទោះនោះដើរទៅដល់នគរមួយទៀតក៏សុំសំណាក់នៅផ្ទះមហាសេដ្ឋីម្នាក់សេដ្ឋីនោះមានកូនស្រីមួយគ្មានកូនប្រុសកាលបើឃើញចៅកំបិតបន្ទោះដងមួយមកសុំសំណាក់ដូចនេះក៏មានចិត្តអាណិតស្រឡាញ់សុំធ្វើជាកូនចៅកំបិតបន្ទោះដងមួយតាំងពីបានមហាសេដ្ឋីធ្វើជាឪពុកថ្ងៃណាក៏ថែរក្សាទ្រព្យរបស់ដាស់តឿនខ្ញុំកំដរឲ្យធ្វើការរកស៊ីមិនឲ្យមហាសេដ្ឋីព្រួយចិត្តឡើយមហាសេដ្ឋីក៏មានចិត្តអាណិតស្រឡាញ់ចៅកំបិតបន្ទោះដងមួយលើសកូនប្រកើតជួនជាពេលនោះស្ដេចទ្រង់ចង់ពិសោធន៍និមឺនមានប្រាជ្ញាចេះរក្សាទឹកដីជំនួសទ្រង់បានទ្រង់ក៏ឲ្យរៀបចំទីប្រតែនក្រាលពុកប្រែព្រមដាក់ចំណីអាហារបើមន្ត្រីណាត្រូវវេនចាំវាំងឲ្យស៊ីដេករៀងទៅអស់និមឺនក៏ទៅបរិភោគចំណីនោះហើយដេកនៅទីប្រតែននោះទ្រង់លបចេញមកតតមើលឃើញដេកពំភ្ញាក់ក៏ទ្រង់ឲ្យដាស់ឡើងចាប់យកទៅកាប់ចោលតែត្រូវនិមឺនណាដេកវេននិមឺននោះនឹងស្លាប់ដល់វេនសេដ្ឋីក៏ឲ្យប្រពន្ធរៀបចំបន់ខ្លួនដោយនឹកថាតែទៅដេកវេនហើយមិនដែលនរណារស់ទេអស់ប្រពន្ធកូនបងប្អូនញាតិសន្តានខ្ញុំកំដរយំត្រហឹងអើងកងសេដ្ឋីដេកសន្ធឹងសន្ធៃអាហារចំណីក៏ពុំបរិភោគចៅកំបិតបន្ទោះដងមួយឮគេយំរាល់គ្នាក៏ទៅសួរមហាសេដ្ឋីជាឪពុកថាលោកឪពុកហេតុអីបានជាគេយំត្រហឹងអើងកងអញ្ចឹងហើយលោកឪពុកសម្រានសន្ធឹងសន្ធៃអាហារចំណីក៏មិនពិសាដូច្នេះតើមានរឿងអ្វីទៅលោកពុកសូមលោកពុកប្រាប់ខ្ញុំឲ្យដឹងផងមហាសេដ្ឋីលីចៅកំបិតបន្ទោះដងមួយសួរដូច្នោះក៏ប្រាប់កូនថាអើកូនហើយកូនឪពុកបានអ្នកមកធ្វើជាកូនថ្ងៃណាឪពុកគ្មានទាស់ចិត្តទេឪពុកនឹកថានឹងបានរក្សាកូននិងទំនុកបំរុងកូនឲ្យបានស្នងឪពុកឥឡូវនេះឪពុកស្លាប់ល្ងាចនេះហើយត្បិតត្រូវទៅដេកចាំវាំងតែនិមឺនណាទៅដេកមកជាស្លាប់ពុំខានឡើយបើអត់ពីឪពុកទៅកូននៅត្រូវរក្សាម្ដាយនិងប្អូនស្រីផងឯចៅកំបិតបន្ទោះដងមួយឮឪពុកនិយាយប្រាប់ដូច្នោះក៏ជម្រាបឪពុកថាលោកឪពុកសូមលោកឪពុកក្រោកឡើងពិសាបាយចុះការដេកចាំវាំងរបស់លោកឪពុកកុំធុញថប់អីទុកឲ្យខ្ញុំនេះជាអ្នកដេកស្លាប់ជំនួសលោកឪពុកចុះមហាសេដ្ឋីណាហើយកូនខ្លួនកូននៅក្មេងឯពុកនេះចាស់ហើយក៏ល្មមនឹងស្លាប់ដែរចៅកំបិតបន្ទោះដងមួយជម្រាបលោកសេដ្ឋីជាឪពុកថាការទៅដេកចាំវាំងនេះបើនរណាទៅដេកមិនដឹងកលក៏ស្លាប់បើដឹងកលមិនស្លាប់ទេឯនិមឺនទាំងអស់ដែលស្លាប់នោះសុទ្ធតែគ្មានដឹងកលទេ
មានតែខ្ញុំទេទើបដឹងកលស្ដេចមហាសេដ្ឋីឮចៅកំបិតបន្ទោសនិយាយដូច្នេះក៏ក្រោកឡើងបរិភោគបាយនិងងូតទឹកលុះដល់ល្ងាចចៅកំបិតបន្ទោសដងមួយចុះដើរទៅលុះដល់វាំងមន្ត្រីព្រះបរមរាជវាំងបានរៀបចំនឹងក្រាព្រំនិងប្រគល់របស់របរដែលបំរុងឲ្យទៅចៅកំបិតបន្ទោសដងមួយចៅកំបិតបន្ទោសដងមួយនឹកថាអូស្ដេចនេះទ្រង់សពព្រះតីរើសយកនិមឺនណាដែលមានគំនិតរក្សាទឹកដីឲ្យបានជាទ្រង់ពិសោធន៍យ៉ាងនេះចៅកំបិតបន្ទោសដងមួយពុំដេកសោះដោយថយទៅអង្គុយចម្ងាយប្រហែលជា2យាមអំពីទីនោះលោកអាត្រិតជប់ស្ងាត់ស្ដេចខ្លែងព្រះអង្គចេញមកចៅកំបិតបន្ទោសឃើញស្គាល់ថាជាស្ដេចក៏សំងំពួនបំបាំងនឹងសសរស្ដេចយាងមកដល់ទ្រង់ទតឃើញចំណីនៅរដាលក៏ទ្រង់ព្រះសន្ធិដ្ឋក្បែរសសរចៅកំបិតបន្ទោសដងមួយស្រែកថាកាប់អាចោមកពីណាមកគិតលុយរបស់ស្ដេចស្ដេចទ្រង់ភ្ញាក់ទ្រង់រត់ទៅចៅកំបិតបន្ទោសក៏ស្ទុះរត់ដេញតាមស្ដេចទ្រង់កិច្ចនឹងសសរចុងព្រះរាជរោងចៅកំបិតបន្ទោសធ្វើជាកាប់ផុតមិនឲ្យត្រូវព្រះអង្គឲ្យត្រូវតែសសរចុងព្រះរោងស្ដេចទ្រង់កិច្ចពីសសរមួយទៅសសរមួយគ្រប់តែសសរចៅកំបិតបន្ទោសកាប់បង្អស់ពីស្ដេចឲ្យទៅសសរគ្រប់សសរចុងព្រះរាជរោងដោយមិនដឹងថាដាច់ឡើយតើតែស្ដេចស្រែកថាអញទេស្ដេចណាទើបចៅកំបិតបន្ទោសដងមួយលែងស្ដេចក៏ចូលទៅព្រះដំណាក់ចៅកំបិតបន្ទោសក៏វិលមកកន្លែងដដែលលុះព្រឹកឡើងចៅកំបិតបន្ទោសត្រឡប់ទៅផ្ទះពេលនោះមានខ្យល់បក់ក៏រលំចុងព្រះរាជរោងទាំងអស់ស្ដេចទ្រង់ត្រាស់សួរថាវេនណាដេកចាំវាំងកាលពីយប់មិញអាមាត្យក្រាបទូលថ្វាយត្រូវវេនមហាសេដ្ឋីស្ដេចទ្រង់ឲ្យអាមាត្យទៅសួរមហាសេដ្ឋីថាលោកនរណាដេកចាំវាំងកាលពីយប់មិញលោកមហាសេដ្ឋីក៏ប្រាប់ថាកូនខ្ញុំអាមាត្យថាឥឡូវនេះសត្រូវកាប់ចុងព្រះរាជរោងរលំអស់បានជាស្ដេចទ្រង់ឲ្យហៅលោកទៅមហាសេដ្ឋីលឺអាមាត្យប្រាប់ដូច្នោះក៏ផិតភ័យនឹកថាអោកូនហើយកូនសុំខ្លួនទៅដេកចាំវាំងជំនួសពុកនឹកថាឲ្យបានសេចក្តីសុខឥឡូវនេះមិនដេចក៏ឲ្យសត្រូវចូលកាប់ចុងព្រះរាជរោងបានមហាសេដ្ឋីក៏បារម្ភខ្លួនក្រែងស្លាប់លុះដើរទៅដល់ទីចុងព្រះរាជរោងឃើញចុងព្រះរាជរោងរលំអស់ក៏រឹតតែភ័យជាថ្មីទៀតអាមាត្យនាំមហាសេដ្ឋីទៅដល់ស្ដេចទ្រង់សួរថាលោកមហាសេដ្ឋីត្រូវវេនអ្នកឬក៏អ្នកណាយាមកាលពីយប់មិញមហាសេដ្ឋីក្រាបទូលថ្វាយត្រូវវេនទូលព្រះបង្គំជាខ្ញុំស្ដេចមានបន្ទូលថានរណាដេកចាំវាំងសេដ្ឋីទូលថាកូនទូលព្រះបង្គំជាខ្ញុំទទួលបរិយាទានដំណេកចាំវាំងទ្រង់មានព្រះបន្ទូលថាលោកមហាសេដ្ឋីអ្នកមានកូនប្រុសពិការណាក្រែងអ្នកមានតែកូនស្រីទេតើលោកមហាសេដ្ឋីក៏ក្រាបទូលថ្វាយសូមទ្រង់ព្រះមេត្តាប្រុសកូនទូលព្រះបង្គំជាខ្ញុំនេះជាក្មេងកំព្រាមិនដឹងមកពីណាទូលព្រះបង្គំជាខ្ញុំឃើញកំព្រាក៏សូមធ្វើជាកូនបិទខ្ញុំនេះគ្មានកូនប្រុសស្ដេចមានព្រះបន្ទូលថាបើដូចនេះឲ្យទៅហៅកូនប្រុសនោះមកអាមាត្យក៏រត់ទៅហៅចៅកំបិតបន្ទោសដងមួយមហាសេដ្ឋីរត់តែផិតភ័យនឹកថាអោកូនហើយកូនច្បាស់ជាស្លាប់ជាមួយនឹងឪពុកនៅថ្ងៃនេះជាមិនខានអាមាត្យដែលទៅហៅចៅកំបិតបន្ទោសលុះទៅដល់ប្រាប់ប្រពន្ធមហាសេដ្ឋីថាអ្នកស្រីស្ដេចទ្រង់ឲ្យហៅកូនប្រុសអ្នកនាងជាប្រពន្ធមហាសេដ្ឋីថាអោអ្នកអាមាត្យហើយឥឡូវនេះវាទទួលដំណេកទៅហើយព្រោះយប់មិញទៅដេកចាំវាំងអត់ងងុយទ្រុលព្រឹកអាមាត្យថាទេអ្នកបើទោះជាអត់ងងុយយ៉ាងណាក៏ត្រូវតែដាស់ឡើងដែរត្បិតអីស្ដេចទ្រង់ហៅជាបញ្ញត្តិណាប្រពន្ធលោកមហាសេដ្ឋីក៏ប្រាប់កូនស្រីឲ្យទៅដាស់ដោយនិយាយថានាងអើយទៅដាស់បងឯងមកឯនាងជាកូនស្រីក៏ប្រកែកថាទេម៉ែមិនហ៊ានទៅដាស់ទេព្រោះទើបតែនឹងសម្រានមិញហ្នឹងចៅកំបិតបន្ទោសលឺមាត់ក៏ក្រោកឡើងហើយចេញមកក្រៅម្ដាយឃើញកូនភ្ញាក់ក៏ប្រាប់កូនថាក
កូនណាស្ដេចទ្រង់ឲ្យកូនចូលទៅគាល់ណាអ្នកបម្រើគេកំពុងតែអង្គុយចាំកូនណាចៅកំបិតបន្ទោះក៏លុបមុខសិតសក់ឆ្លោះកញ្ចក់ស្លៀកសម្ពុតចុះទៅជាមួយអាមាត្យលុះទៅដល់ស្ដេចមានបរិជ្ជបន្ទូលសួរថានឹងហើយឬកូនអ្នកឯងនោះលោកមហាសេដ្ឋីក៏ទូលថ្វាយសូមទ្រង់ព្រះមេត្តាប្រោះនឹងហើយកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សួរថានរណាដេកចាំវាងកាយពីយប់មិញចៅកំបិតបន្ទោះដងមួយក្រាបបង្គំទូលថាទូលបង្គំជាខ្ញុំទទួលបរិជ្ជទានដំណេកកាលពីយប់មិញស្ដេចទ្រង់ព្រះសណ្ដាប់ហើយទ្រង់មានបរិជ្ជបន្ទូលទៅមហាសេដ្ឋីថាលោកមហាសេដ្ឋីការដែលដាច់រលំខូចព្រះរាជរោងរបស់យើងកាលពីយប់មិញនេះយើងពុំមានចិត្តខឹងទេយើងធ្វើថ្មីបានទៀតតែរើសរកមនុស្សដោយកូនអ្នកនេះមិនបានទេនេះហើយទើបគេហៅថាមនុស្សពេញលក្ខណៈហើយទ្រង់សួរថាចៅឯងឈ្មោះអីចៅកំបិតបន្ទោះដងមួយក៏ក្រាបទូលថ្វាយថាទូលព្រះបង្គំឈ្មោះចៅកំបិតបន្ទោះដងមួយស្ដេចមានព្រះបន្ទូលថាចៅកំបិតយំមិញដែលឯងដេញកាប់យើងនោះតែកាប់នឹងអីចៅកំបិតបន្ទោះដងមួយក្រាបទូលថ្វាយទូលព្រះបង្គំកាប់នឹងកំបិតបន្ទោះដងមួយទ្រង់មានព្រះបន្ទូលថាចៅឯងយកកំបិតបន្ទោះនោះមកមើលបើថាឯងកាប់នឹងកំបិតនោះមែនចៅកំបិតបន្ទោះដងមួយទូលថាសូមទ្រង់ព្រះមេត្តាប្រោះបើទ្រង់ចង់ជ្រាបថាកំបិតបន្ទោះនេះមុតឬមិនមុតទ្រង់ឲ្យយកក្តារមកដាក់តម្រុតគ្នា7ជាន់ទូលព្រះបង្គំគ្រាន់តែអស់ថ្វាយទតស្ដេចពុំជឿទ្រង់បង្គាប់ឲ្យអាមាត្យយកក្តារមកដាក់ត្រួតគ្នា7ជាន់ហើយទ្រង់ឲ្យចៅកំបិតបន្ទោះដងមួយយកកំបិតបន្ទោះទៅអស់ដើម្បីទ្រង់ទតចៅកំបិតបន្ទោះដងមួយក៏យកកំបិតបន្ទោះទៅអស់កាត់ទៅតឹងរួចស្ដេចទ្រង់សួរថាដាច់ហើយឬនៅចៅកំបិតបន្ទោះដងមួយក្រាបទូលថាដាច់ហើយព្រះអង្គស្ដេចមានព្រះបន្ទូលថាបើដាច់ហើយមិនដេចក៏គ្មានស្នាមចឹងចៅកំបិតបន្ទោះដងមួយក្រាបទូលទៀតថាសូមទ្រង់ព្រះមេត្តាប្រោះបើទ្រង់ពុំជឿឲ្យមនុស្សទាញចុងទាញដើមមើលទើបជ្រាបថាដាច់ឬមិនដាច់ស្ដេចឮចៅកំបិតបន្ទោះក្រាបទូលដូចនេះទ្រង់ឲ្យអាមាត្យចាប់ទាញចុងនិងទាញដើមហើយដាច់ចេញពីគ្នាដូចជាកាត់ការទ្រង់ទតឃើញក្តារដាច់ចេញដូច្នេះទើបទ្រង់ភ័យជាក្រោយដោយទ្រង់នឹកគិតក្នុងព្រះទ័យថាយប់មិញបើសិនជាចៅកំបិតបន្ទោះដងមួយកាប់ទៅអញសំអញស្លាប់បាត់បង់អាសាគ្មាននរណាដឹងឡើយនេះហេតុតែបុណ្យអញមានបានជាមិនស្លាប់ព្រះមហាក្សត្រទ្រង់ទតយល់ដូច្នេះហើយទ្រង់មានព្រះរាជបន្ទូលប្រាប់មហាសេដ្ឋីថាកូននេះទើបពេញជាមនុស្សរក្សាទឹកដីមែនអាចធ្វើជាមន្ត្រីរក្សាស្ដេចបានមន្ត្រីយើងទាំងអស់ដែលស្លាប់នៅទីនោះគ្មាននរណាមួយចេះដឹងខុសត្រូវរក្សាទឹកដីរក្សាស្ដេចបានទេទីកន្លែងនេះវិហារដេកចំណីយើងវិហារស៊ីបើចំណីនិងដំណេកយើងវិហារធ្វើយ៉ាងនេះទៅហើយបើសិនជាយើងមិននៅមើលទៅចិត្តនិមឺនដែលយើងសម្លាប់នេះប្រហែលជាហ៊ានឡើងដេកនិងប្រពន្ធកូនយើងថែមទៀតផងហើយទ្រង់បង្គាប់មហាសេដ្ឋីថាមហាសេដ្ឋីកូនស្រីរបស់លោកត្រូវតែរៀបចំផ្សំផ្គុំឲ្យជាប្រពន្ធចៅកំបិតបន្ទោះដងមួយឯមហាសេដ្ឋីនិងចៅកំបិតបន្ទោះដងមួយក៏ថ្វាយបង្គំលាស្ដេចត្រឡប់មកផ្ទះវិញមហាសេដ្ឋីឲ្យរៀបចំធ្វើរោងខាន់ស្លាដើម្បីរៀបចំកូនស្រីផ្សំផ្គុំនឹងចៅកំបិតបន្ទោះដងមួយហើយមហាសេដ្ឋីអញ្ជើញអស់មុខអ្នកការអុកញ៉ាពញាព្រះជំទាវខុនណាងសាច់ញាតិជិតខាងមកពិសាការដល់បានពេលលាល្អរៀបពិធីមង្គលការចងដៃឲ្យពរជ័យសួស្ដីផ្សំផ្គុំចៅកំបិតបន្ទោះដងមួយនិងកូនស្រីជាប្តីប្រពន្ធស្រេចបរិបូរណ៍ជាសុខសប្បាយតទៅហើយចៅកំបិតបន្ទោះលោកមានប្រពន្ធកាលណាពុំមានសេចក្តីជ្រលច្រអូសតែងតែទៅគាល់ស្ដេចតែរៀងរាល់ថ្ងៃលុះបរិជាកាន់តែចាស់ជរាទ្រង់នឹកក្នុងព្រះចិន្តាថាអញជរាណាស់ទៅហើយនឹងរកបុត្រគ្មានតែបុត្រីបើអំណេះពីអញទៅនគរអញនឹងទៅជាយ៉ាងណាព្រោះគ្មានកូនណានឹងស្នងរាជជំនួស
ឥឡូវនេះយើងឃើញថាចៅកំបិតបន្ទោះនេះវាមានចំណេះប្រាជ្ញាកិរិយាមារយាទល្អណាស់ដូចនេះគួរតែយើងផ្សំគុំបុត្រីឲ្យទៅវាឲ្យវាសោះរាជស្នងចំណុះអញរក្សាអស់អាណាចក្រនិងអាណាប្រជារាជចុះស្ដេចទ្រង់ព្រះអម្រេចក្នុងចន្ទាតែប៉ុណ្ណោះក៏ទ្រង់ព្រះបញ្ជាឲ្យសង់រោងមង្គលអាពាហ៍ពិពាហ៍ទ្រង់ឲ្យហៅគុនគូរកពេលលាល្អហើយទ្រង់ឲ្យមហាសេដ្ឋីនាំចៅកំបិតបន្ទោះដងមួយទៅថ្វាយព្រះអង្គអភិសេកឲ្យសោយរាជសម្បត្តិជាស្ដេចរក្សាអស់អាណាប្រជារាជជាសុខសប្បាយតទៅអានាងជាកូនស្រីមហាសេដ្ឋីក៏ទ្រង់ឲ្យយកទៅនៅជាមួយគ្នាស្ដេចកំបិតបន្ទោះទ្រង់ឲ្យមហាសេដ្ឋីធ្វើជាអគ្គមហាសេនាសម្រាប់ធ្វើរាជការរក្សាព្រះនគរស្នងព្រះអង្គក្រោយមកព្រះមហាក្សត្រជាព្រះបិតានិងព្រះមាតាទ្រង់ក៏ចាស់ជរាទ្រង់ក៏ចូលទីបង្គត់ទៅស្ដេចកំបិតបន្ទោះឲ្យធ្វើសាលាសង់ព្រះមេប្រាសាទបូជាព្រះបិតាព្រះមាតាធ្វើបុណ្យឆ្លងហើយធ្វើប្រជិតដីបញ្ចុះប្រធានទាំងពីរព្រះអង្គស្ដេចកំបិតបន្ទោះក៏គង់នៅជាសុខឥតទុក្ខសោករោគគាបៀតបៀនឡើយហើយទ្រង់នឹកចង់ទៅថ្វាយបង្គំស្ដេចដែលទ្រង់ឲ្យធ្វើកំបិតបន្ទោះបរិយាទានមកកាលនៅជាបរោះនៅឡើយរួចទ្រង់ឲ្យមន្ត្រីរៀបចំកែនពលថ្មើរជើងរៀបចំប្រទីនាងព្រះជាស្ដារួចហើយទ្រង់ផ្ដាំអគ្គមហាសេនាឲ្យថែរក្សាព្រះរាជវាំងមើលព្រះអគ្គមហេសីទាំងពីរហើយស្ដេចយាងឡើងប្រទីនាងចេញទៅ3ខែទើបដល់លុះស្ដេចយាងទៅដល់ហើយក៏ទ្រង់ឲ្យអាមាត្យចូលទទួលថាត្បិតស្ដេចកំបិតបន្ទោះដងមួយដែលកាលពីដើមឡើយបានថ្វាយខ្សែចងដំបងវាយឯងឆ្នាំងឆ្អិនឯងនិងកែវជ្រូកដើរលើទឹកហើយទ្រង់ឲ្យធ្វើកំបិតបន្ទោះដងមួយបរិយាទានទៅឥឡូវបានសោយរាជជាស្ដេចចូលមកថ្វាយបង្គំព្រះអង្គអាមាត្យទទួលបណ្ដាំក៏ទៅថ្វាយបង្គំទូលស្ដេចនោះតាមព្រះរាជបញ្ជាស្ដេចនោះជ្រាបក៏ទ្រង់ឲ្យរៀបចំទទួលយ៉ាងមហោឡារិកអាមាត្យវិលទទួលស្ដេចកំបិតបន្ទោះវិញថាស្ដេចជាម្ចាស់នគរអញ្ជើញព្រះអង្គឲ្យយាងទៅជាឆាប់ត្បិតទ្រង់នឹករលឹកណាស់ឯស្ដេចកំបិតបន្ទោះក៏ទ្រង់ឲ្យអស់ពួករាពលយោធាដង្ហែព្រះអង្គយាងចូលទៅស្ដេចម្ចាស់នគរទតទៅស្ដេចកំបិតបន្ទោះឃើញប្លែកណាស់ស្ទើរតែមើលពុំស្គាល់ក៏ទ្រង់ចុះពីចុងព្រះរាជរោងមកទទួលចាប់ព្រះហស្ថនាំឡើងទៅហើយទ្រង់រៀបចំជប់លៀងអស់និមឺនសពមុខមន្ត្រីផឹកស៊ីយ៉ាងសប្បាយស្ដេចម្ចាស់នគរទ្រង់គិតក្នុងព្រះទ័យថាខ្លួនអញចាស់ណាស់ទៅហើយគ្មានបុត្រានឹងសោយរាជឥឡូវចៅកំបិតបន្ទោះនេះមានបុណ្យណាស់បានសោយរាជជាស្ដេចអញមានបុត្រីមួយនេះមិនដឹងឲ្យទៅនរណាទេទ្រង់ព្រះដំណេះដូចនេះហើយក៏ទ្រង់ឲ្យរៀបចំមង្គលអាពាហ៍ពិពាហ៍ផ្សំផ្គុំព្រះរាជបុត្រីនិងស្ដេចកំបិតបន្ទោះនោះអភិសេកឲ្យសោយរាជជាស្ដេចទៀតឯខ្សែចងដំបងវាយឯងឆ្នាំងវាយឯងកែវជ្រូកស្ដេចជាព្រះបិតាលើកព្រះរាជទានឲ្យព្រះរាជបុត្រីទាំងអស់ស្ដេចកំបិតបន្ទោះលុះបានសោយរាជនគរ2ហើយនឹកដល់បងនៅឯស្រុកចិនក៏ទ្រង់ប្រើឲ្យទៅយកពីស្រុកចិនមកធ្វើជាអគ្គមហាសេនាបតីក្នុងនគរនោះហើយស្ដេចកំបិតបន្ទោះថ្វាយបង្គំលាព្រះមាតាព្រះបិតាផ្ដាំបងឲ្យមើលការរាជការរក្សាវាំងហើយក៏ស្ដេចយាងវិលទៅនគរដើមវិញព្រះអង្គតែងតែយាងទៅយាងមកដើម្បីតតមើលការខុសត្រូវថែទាំរក្សាអស់អាណាប្រជារាស្ត្រជាសុខសប្បាយតរៀងទៅ